vấp thưa rồi lột chiết rồi liền vấp thừa bồn rìa chiết càng càng បាទសូមគោរពជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាជាទីគោរពរាប់អានវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនមកទស្សនានៅរមណីយដ្ឋានបែបធម្មជាតិនិងប្រវត្តិសាស្ត្រមួយនៅលើខ្នងភ្នំគូលែនហើយឃើញថាពេលដែលយើងមកដល់ទីនេះគឺសភាពគឺស្រស់ស្អាតមែនទែនហើយធម្មជាតិបូកជាមួយនឹងការបណ្ឌិតថ្មីគឺមានផ្លូវបេតុងឡើងតាមឡានយើងមកពីខាងកើតវិញក៏បានមកពីខាងលិចក៏បានផ្លូវស្អាតជិះស្រួលមានសុវត្ថិភាពអញ្ចឹងយើងមកដល់កន្លែងនេះគឺគេហៅបន្លែព្រះអង្គធំអញ្ចឹងតើចង់ដល់តើព្រះអង្គធំហ្នឹងគឺគេចង់សម្ដៅទៅលើអីហើយកន្លែងនេះមានដំណើរដើមតងវិបត្តិបែបណាអញ្ចឹងបងប្អូនអ្នកទស្សនាទៅទស្សនាជាមួយទាំងអស់គ្នាកុំភ្លេចពីដើមដល់ចប់ណាហើយចុងក្រោយកុំភ្លេចជួយ like និង subscribe channel ផងដើម្បីបានទទួលវីដេអូថ្មីៗអញ្ចឹងកុំឲ្យខាតពេលវេលាយើងទៅមើលទាំងអស់គ្នាជាមួយខ្ញុំតោះបងប្អូនប្រិយមិត្តទាំងអស់គ្នានៅពេលដែលយើងបានធ្វើដំណើរមកទូតាមពេលដែលយើងឡើងមកពីស្រុកស្វាយលើយើងឡើងមកកន្លែងនេះគឺយើងប្រើពេលតែជាង20នាទីឯងឡើងដល់អញ្ចឹងឲ្យផ្លូវស្រួលយើងសុវត្ថិភាពមុនមកខ្ញុំមិនទៅហ៊ានឡើងដែរតែដល់ពេលឡើងមកឃើញថាផ្លូវស្រួលមែនតើហើយដល់ពេលយើងឡើងមកដល់រមណីយដ្ឋាននេះគឺនៅកន្លែងហ្នឹងគឺក៏មិនខុសអំពីរមណីយដ្ឋានកន្លែងផ្សេងទៀតដែរគឺដូចតែគ្នាទេគឺការលក់ដូរតែនៅទីនេះអាចថាវាជាកន្លែងមួយដែលគេនិយមច្រើននៅលើខ្នងភ្នំគូលែននេះដែលជាអតីតរាជធានីមហិន្ទ្របរពតដែលជាទីតាំងសម្រាប់ធ្វើពិធីលទ្ធិទេវរាជរបស់ព្រះបាទជ័យវរ្ម័នទី2ហ្នឹងហើយពេលយើងឡើងមកកុំភ្លេចទេបងប្អូនឃើញអ្នកលក់គ្រឿងវត្ថុអនុស្សាវរីយ៍ជាច្រើនបងប្អូនបាទច្រើនបងប្អូនច្រើនណាស់បងប្អូនណាអូខេឥឡូវយើងមើលតែប៉ុណ្ណឹងហើយយើងទៅមើលអូមានគួយទៀតអូខេតុកគេថាយើងពីចំណតឡាននេះមកគឺថាវាឆ្ងាយក្រាន់ដែរតែក៏វាបង្ហាញអំពីទស្សនីយភាពដែលយើងបានមកដល់ទីនេះហើយយើងអាចទស្សនាទស្សនវិជ្ជាតាមដងផ្លូវនៅពេលយើងដើរណាវត្ថុណាបុរាណអនុស្សាវរីយ៍ច្រើនតោះគេបែរលើភ្នំហ្នឹងឯងខ្ញុំមកតែថ្លៃយ៉ាងការឈប់សិនឯងបងឆ្ងាយដល់ធ្វើម៉េចទៅយកបកគូទៅលើដាក់ពីកន្លែងតែទៅខ្ញុំឃើញផងចាបានចាហើយមានជាប្រភេទចាន់នោះស្អីគេអានេះកមូនវាបងកមូនវាកមូនគេយកធ្វើអីកមូនគេអាចយកទៅធ្វើជាសាប៊ូនេះបងនេះធ្វើជាសាប៊ូអូសាប៊ូដល់ខ្លួនណាចាអានេះសម្រាប់អ្នកអាឡែកស៊ីស្បែកនេះសម្រាប់អ្នកស្បែកធម្មតាលើឡើងទៅដល់បញ្ជាអញ្ចេះភ្នំគូលែនគឺដូចខ្ញុំបាននិយាយខាងដើមហោហែមកអញ្ចឹងគឺជាកន្លែងជារាជធានីដែលព្រះបាទជ័យវរ្ម័នទី2ក្រោយពីព្រះអង្គបានបង្រួមទឹកដីបន្ទាប់ពីចេនឡាត្រូវបានបែកបាក់ជាពីរនោះមកបង្កើតជា
លោកបានបង្រួបបង្រួមហើយក៏បានរបស់ធ្វើលទ្ធិទេវរាជនៅលើភ្នំគូលែនហ្នឹងបាទហើយក៏មានសំណង់ប្រាសាទជាច្រើនដែលមានរឹតរាយពេញនៅលើជើងនៅលើខ្នងភ្នំគូលែនហ្នឹងដោយបងប្អូនផ្លាប់ឃើញខ្ញុំធ្វើវីដេអូខ្លងមកគឺមានប្រាសាទជាច្រើនដែលខ្ញុំបានបង្ហាញក្នុងវីដេអូមុនអញ្ចឹងបន្ទាប់ពីព្រះអង្គបានធ្វើលទ្ធិទេវរាជនៅលើខ្នងភ្នំគូលែនហ្នឹងហើយក៏ព្រះអង្គបានចុះទៅតាំងរាជធានីថ្មីមួយគឺរាជធានីហរិហរាល័យដែលនៅក្នុងតំបន់បាគងបាទនៅក្នុងតំបន់បាគងដោយទីនេះគឺក៏មិនត្រូវបានបោះបង់ចោលទេនៅពេលនោះគឺគាត់ថាមានមនុស្សមានប្រជាពលរដ្ឋអីគាត់នៅអាស្រ័យរស់នៅទីនេះអញ្ចឹងណាប៉ុន្តែក្រោយមកទៅគឺត្រូវបានលុបបាត់កន្លងទៅអញ្ចឹងទៅបាទហើយរហូតដល់មកសម័យក្រោយអង្គរនៅពេលដែលគេបោះបង់អង្គរហើយគឺសម័យក្រោយអង្គរទៀតគឺដល់សតវត្សទី16គឺរាជរបស់ព្រះបាទអង្គច័ន្ទលោកក៏បានយាងមកដល់ក្រុងអង្គរក៏បានឃើញប្រាសាទល្អជាច្រើនដែលត្រូវបានបោះបង់ប៉ុន្តែមិនមែនបោះបង់នៅទីនេះពេលថាបោះបង់គ្រាន់តែថាបោះបង់មិនបានតាំងរាជធានីតែប៉ុណ្ណឹងប៉ុន្តែប្រជាពលរដ្ឋនៅតែរស់នៅជុំវិញតំបន់អង្គរហ្នឹងហើយយ៉ាងហើយព្រះអង្គក្រោយពីព្រះអង្គបានឃើញនៅសំណង់ប្រាសាទនានាជាច្រើនហើយក៏ព្រះអង្គចាត់ចិត្តប្រតិបត្តិហើយក៏មកសាងសង់បន្ថែមក៏ដូចជាមានការជួសជុលណាជួសជុលនៅសំណង់ប្រាសាទនានាមួយចំនួនហើយក៏មានការកសាងថ្មីដែរតួយ៉ាងដូចជានៅខាងបាពួនព្រះអង្គបានកសាងព្រះពុទ្ធចូលនិព្វានមួយយ៉ាងធំនៅក្រោយប្រាសាទបាពួនមិនត្រឹមតែប៉ុណ្ណោះនៅពេលនៅលើខ្នងភ្នំគូលែនឬក៏គេហៅថាមហេន្ទ្របរពុទ្ធនេះព្រះអង្គក៏បានកសាងនៅរូបព្រះពុទ្ធចូលនិព្វានមួយព្រះអង្គទៀតដែលមានធម្មដែលយើងនឹងបានឃើញនៅខាងមុខហ្នឹងបាទហើយហត់ដែរបងប្អូនអូហើយអ៊ំដែរបានកម្មអ៊ំបានកម្មនេះទៅដល់246កាំ241កម្មអូឆ្ងាយដែរចាំណាចិនដើឡើង64ចិនដើចុះ84ហើយមិនបានមានខុសគ្នាចុះ ចិនដើមានចិនដើឡើងមានចិនដើចុះអូចិនដើមានន័យថាចិនដើឡើងចុះឡើងច្រើនជាងហ៎ឡើងកុំអោយស្ទះអូបានគេធ្វើពីបាទអេឧត្តមហបុន្តានឹងអោញ៉ាឡាមេឃិនបាទនៅយាយជឹងសុភាពហៅយាយពូណាកសាងចឹងកសាងឆ្នាំណាអ៊ំនេះកសាងឆ្នាំ2005បងប្អូនបានស្ដាប់អ៊ំគាត់មានប្រសាសន៍ខ្លះប្រវត្តិតទៅនឹងការកសាងផ្លូវចឹងណាផ្លូវនេះជាកម្មគេតិចទេបងប្អូនតែច្រើនកលួយដែរប៉ុន្តែប្រហែលជាមិនតឹងជើងដូចជានៅខាងភ្នំសន្ទុកទេបងប្អូនហ្នឹងហើយឥឡូវយើងឡើងដល់ហើយលើនេះហ្នឹងហើយវត្តព្រះអង្គធំភ្នំគូលែនបងប្អូនណាមិញនិយាយប្រវត្តិនៃការកសាងព្រះអង្គធំនៅទីនេះណាមានបានប្រវត្តិសាស្ត្រជាច្រើនជឿនបងប្អូនវាការកសាងនេះដោយថាតាំងពីសតវត្សទី9ដើមសតវត្សទី9នោះមកម្ដងហើយត្រូវបានបោះបង់យូរក្រោយមកសតវត្សទី16ទើបមានមហាក្សត្រនៅពេលនោះគឺពុទ្ធសាសនារីកចម្រើនខ្លាំងពុទ្ធសាសនាខ្មែរយើងណាគឺស្ថិតនៅក្នុងរាជរបស់ព្រះបាទអង្គច័ន្ទលោកបានមកកសាងនឹងហើយក៏មានការកសាងព្រះពុទ្ធបដិមាជាច្រើននៅជាពិសេសនៅក្នុងតំបន់អង្គរនៅលើភ្នំគូលែននេះគឺមានស្នាប្រហឹសរបស់ព្រះអង្គជាច្រើនតួយ៉ាងគឺព្រះអង្គធំនឹងឯងណាដែលអ្នកស្រុកទាំងក្នុងនិងក្រៅប្រទេសគាត់អញ្ជើញមកគាត់មិនឲ្យចោលបានទេនៅតំបន់នេះអញ្ចឹងណាបាទតើខ្ញុំជាស្រ័យរឿងហត់បន្តិចតែយើងនឹងទៅមើលកន្លែងផ្សេងទៀតតាឥឡូវយើងមុននឹងយើងឡើងទៅលើយើងចូលមកក្នុងប្រាសាទនេះមួយតិចគេហៅប្រាសាទជឿនទុកភ្នំគូលែនប្រាសាទនេះវាគឺធ្វើក្រោយទេបងប្អូនធ្វើក្រោយទេគឺសម័យយើងក្រោយនឹងទេគ្រាន់តែនៅទីនេះគឺមានរូបព្រះបាទជឿនទុកអញ្ចឹងណាអញ្ចឹងយើងចូលមកមើលបន្តិច
ជាងទុកតែនៅភ្នំនេះដូចខ្ញុំបានជម្រាបខាងដើមចឹងតាំងពីសតវត្សទី16ដែលប្របាទអង្គច័ន្ទលោកមកយាងមកកសាងសមិទ្ធផលនេះមានរូបប្រាសាទរូបព្រះពុទ្ធរូបធំដែលមានដាំត្បូងនិងបណេតប៉ុន្តែឥឡូវត្បូងនោះគឺត្រូវបានដកចេញហើយត្រូវបានចោលលួចមានថាមិនមែនដកចេញដោយសារតែនេះទេគឺចោលលួចហើយក៏ក្រោយមកទៀតក៏មានការពុកចំនួនថ្មីហើយក៏មានកន្លែងផ្សេងរមណីយដ្ឋានធម្មជាតិបងប្អូនឥឡូវយើងឡើងមកលើហើយក៏ឃើញមានការតម្កល់បដិមាផ្សេងជាទីសក្ការៈបូជាដូចខ្ញុំបានជម្រាបអញ្ចឹងប្រពុតនៅតំបន់នេះតាំងពីសតវត្សទី7សតវត្សទី9ដែលប្របាទជេម៉ាន់ទី2លោកបានយាងមកធ្វើលទ្ធិទេវរានារីនេះនោះគឺទោះបីតែនៅពេលនោះគឺជាលទ្ធិមួយនៅក្នុងព្រហ្មញ្ញសាសនាក៏ពិតមែនក៏ប៉ុន្តែក៏មានលីលំនៅពុទ្ធសាសនាបែបមហាយានដែរចឹងហើយបានជាមានស្នាក់ស្នាជាច្រើនដែលមានទាំងពុទ្ធសាសនាមានទាំងព្រះពុទ្ធសាសនាមានទាំងព្រហ្មញ្ញសាសនាបាទនេះដល់នេះគឺយោនីបាទប៉ុន្តែនេះគឺថ្មីទេមិនជាចាស់អីទេបាទថ្មីទេតែគេមានការបូជាអីចឹងbắt đầu mình khai rồi bằng cả độ làm cái chia mong là mình còn còn ngoài và còn có cái cả có cả có phải cả có cái là có cả có ra chia rồi ngày còn lại nó là một số cái phải thực hiện rồi là nó nhận phải làm ta có nhà cũng cả toàn có trai đợt vào và tất nhiên ta vào có cũng như là không phải được khai phá nên cũng như là cái cả ta chưaនេះគឺជារូបដប់ព្រះសិវៈបងប្អូនប្រិយមិត្តទាំងអស់គ្នាបន្ទាប់ពីយើងបានបូជានៅទានធូបការពារចំពោះព្រះបដិមាបងប្អូនឥឡូវយើងធ្វើដំណើរឡើងទៅលើនៅនេះគឺជាថ្មធម្មជាតិបងប្អូនថ្មធម្មជាតិបាត់ដុំយ៉ាងធំជាធំហេមីហ្មងបងប្អូនហើយក៏ព្រះអង្គបានឲ្យជាងលោកឆ្លាក់ព្រះពុទ្ធបដិមាយ៉ាងធំនឹងហើយតែធំកម្រិតណាឥឡូវយើងទៅមើលទាំងអស់គ្នាបាទថ្មនេះកម្ពស់ជាង20ម៉ែត្របងប្អូនថ្មនេះកម្ពស់20ម៉ែត្រហើយព្រះពុទ្ធរូបហ្នឹងគឺមានប្រវែងជាង9ម៉ែត្របដោយហើយទៅជាង2ម៉ែត្រទៅណាហើយជាឡើងវិញគឺកសាងនៅក្នុងសតវត្សទី16ក្នុងរាជរបស់ព្រះបាទអង្គច័ន្ទអញ្ចឹងយើងទៅមើលទាំងអស់គ្នាតើសប្តាហ៍ហ្នឹងគឺមានការអភិវឌ្ឍនៅអភិរក្សកសាងកម្រិតណាតាអូនមកធំមកបងមកកាលខ្ញុំមកជាង20ឆ្នាំមុនអត់ទាន់មានថ្មចដើអញ្ចឹងទេគឺថ្មគេកសាងពីឈើបងថាចដើឈើកាលជាង20ឆ្នាំមុនហ្នឹងណាឡើងមកគឺញើជើងតែឥឡូវថ្មចដើថ្ម
ស្រួលឡើងលេងដៃពីមុនអ៊ំឡើងមកតុប no បាទ គឺត្រូវ បាទណ៎ណាអូតែគេឡើងមកតោងខាច់ធ្លាក់តែឥឡូវស្រួលអត់បាត់ទេឡើងមកដល់លើហើយអូទិដ្ឋភាពស្អាតនឹងចំពោះនេះគឺជាព្រះបដិមាដែលមានប្រកែកគឺទៅទិសខាងកើតហើយប្របាទគឺនៅទិសខាងមកទិសខាងលិចហើយដោយបញ្ជាក់ខាងដើមមិញហ្នឹងគឺព្រះបដិមានេះគឺកសាងដោយមានបណ្ដោយនេះជាង9ម៉ែត្រហើយទៅតឹងជាង2ម៉ែត្រជាបដិមាព្រះអង្គផ្ទុំហើយគឺជាសមិទ្ធផលរបស់ព្រះបាទអង្គច័ន្ទហើយនេះដែលយើងនៅទីនេះគឺសម្ងាយគឺមានបណ្ណេតផងដែលតាមដោយច្បូងតែច្បូងនេះគឺជាបណ្ណេតដែលក្រោយគេយកមកដាក់ក្រោយទេបណ្ណេតដើមនោះគឺត្រូវបានបាត់ដោយពូចោយើងហៅថាចោព្រៃចុះដោយសារគេអត់មានការគោរពគេបំពេញអញ្ចឹងណាព្រះអង្គនៅលើថ្មនៅភ្នំធម្មជាតិនឹងតែម្ដងបងប្អូនឃើញទេធំណាស់បងប្អូនណាហើយក៏មិនខុសណាអំពីរូបព្រះពុទ្ធរូបដែលនៅលើភ្នំសន្ទុកខេត្តកំពង់ធំទេមាននៅទីនេះយើងមានគោងធំមួយដែលកាត់ទុកខាគោងជ័យសម្រាប់ភ្ញៀវដែលគាត់មកជ័យមកទស្សនាមកលេងនេះគឺគេយើងអាចវាយបានយកលៀបយកលេបជ័យហៅគោងជ័យហើយក៏គេបូជាទៅតាមសទ្ធាជ្រះថ្លាផងដែរនៅទីនេះណាមើលទេសភាពខាងនេះអូយស្អាតណាស់បងប្អូនហើយនេះទេសភាពនៅលើភ្នំតែឈឹមតែឆៃល្អបាទស្អាតណាស់បងប្អូនទិដ្ឋភាពណាស្អាតមែនតើនៅលើភ្នំនៅលើខ្នងភ្នំនឹងតែម្ដងយើងបានទស្សនានៅពុទ្ធរូបដ៏ធំហើយយើងក៏សរសេរចុះមកក្រោមវិញបងប្អូនចុះទៅក្រោមវិញតែផ្លូវដូចខ្ញុំបាននិយាយណាផ្លូវទាំងឡើងគឺនឹងឡើងចុះគឺខុសគ្នាគឺអត់ដូចគ្នាទេយើងឡើងពីខាងនោះយើងចុះពីខាងនេះដោយសារតែកុំឲ្យមានការស្ទះគ្នាអញ្ចឹងណាហើយក៏ផ្លូវនោះក៏ស្រួលដែរទេអត់មានពិបាកអីទេចុះទាំងឡើងហ្នឹងគឺសុវត្ថិភាពណាដែលក្មេងកូនតូចក៏អាចឡើងបានដែរបាទហើយយើងអាចក៏លេចមើលទិដ្ឋភាពនៅខ្ញុំនៅតែមិនអស់ចិត្តបងប្អូននៅតែមិនអស់ចិត្តរឿងទិដ្ឋភាពនៅលើភ្នំហ្នឹងណាបងប្អូនគឺយើងអាចមើលឃើញពីចុងព្រៃព្រឹក្សាលតាវឿហ្នឹងគឺស្អាតមែនទែនបងប្អូនហើយស្អាតឥឡូវដោយសារពេលវេលាយើងមានកំណត់យើងមិនអាចនៅបន្តទៀតបានទេខ្ញុំវីដេអូខ្ញុំរឿងវែងដែរហើយខ្ញុំក៏ទៅក្រោមទៀតដើម្បីផ្ដាច់យករូបភាពនៅខាងក្រោមហ្នឹងបន្តិចដើម្បីបងប្អូនបានឃើញស្អាតបងប្អូនគឺដោយសារតែពើងថ្មធំហើយក៏គេមានការរៀបចំរចនាសម្ព័ន្ធឃើញថាទេសភាពស្អាតគូផ្សំនឹងទេសភាពធម្មជាតិហើយនឹងទេសភាពកែច្នៃបាទបងប្អូនប្រិយមិត្តទាំងអស់គ្នាយ៉ាងម៉េចដែរបន្ទាប់ពីបងប្អូនបានទស្សនាជាមួយខ្ញុំតាំងពីដើមដល់ចប់ហ្នឹងខ្ញុំសូមអធិស្ឋានផងដែរចំពោះវីដេអូនេះមានការលើសលុបខ្វះខាតអីត្រង់ចំណុចណាសូមមេត្តាខន្តីអធិស្ឋានហើយក៏ខ្ញុំគោរពជូនពរបងប្អូនដែលបានចូលមកទស្សនានេះជួបតែសំណាងល្អនិងសុវត្ថិភាពក្នុងការធ្វើដំណើរដែលហើយចិត្តឆ្ងាយអញ្ចឹងអរគុណពីថ្មីម្ដងទៀតហើយក៏សូមជម្រាបលាកុំភ្លេចជួយ like និង subscribe នៅ channel ផងហើយសម្រាប់បងប្អូនដែលឆ្លាញ់ពេញចិត្តក្នុងការផ្សព្វផ្សាយនៅរមណីយដ្ឋានប្រាសាទបុរាណផ្សេងៗសូមកុំភ្លេចជួយ
share នៅវីដេអូនេះផងដើម្បីបានទៅដល់មិត្តភ័ក្តិនិងបងប្អូនដទៃទៀតអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយជម្រាបលា